អ្នកទាំងអស់គ្នាចង់ឲ្យវាយទៅចេញសញ្ញាបែបនេះអត់ សួស្តីអ្នកទាំងអស់គ្នាខ្ញុំបានអ៊ីរ៉ានថ្ងៃនេះខ្ញុំចេញមកប្រាប់ពីរបៀបដោះកិច្ចការក្នុង Mastery ចឹងណាហើយរបៀបដោះគឺអត់មានពិបាកទេអ្នកនរអស់គ្នាគ្រាន់តែចូលមកកន្លែង Manage Player មកហើយយើងចុចចូលកន្លែងMastery មកឃើញកិច្ចការគេដាក់ឲ្យដោះហើយកិច្ចការទី1ហ្នឹងវគ្គដំបូងគេឲ្យចូលលេងទៅលេងវគ្គតកកចឹងណាគេឲ្យយើងរកក្របបាល់ឲ្យបានចំនួន50ក្របបាល់នៅក្នុងវគ្គតកកហ្នឹងអាហ្នឹងជា mission ទី1ដោយសារហ្នឹងវាមាន2 mission ហើយចំណែកវគ្គទី2គេឲ្យយើងទៅលេងនេះគេឲ្យទៅលេងវគ្គនេះអ្នកនរខ្ញុំអត់ចេះអានទេអត់ដឹងថាវគ្គហ្នឹងវាអីតែដឹងគេឲ្យលេងវគ្គហ្នឹង mission ទី1គេឲ្យយើងទៅលេងវគ្គហ្នឹងឲ្យរកក្របបាល់ចំនួន200គ្រាប់ណាអ្នកនរគ្នាយើងវាយបញ្ចូលឲ្យបាន200គ្រាប់ទៅវាលុបសញ្ញាគ្រីសឲ្យហើយអាវគ្គចុងក្រោយនោះគេឲ្យយើងទៅលេងវគ្គ Tournament យើងលេងវគ្គ Tournament រកក្របបាល់ចំនួន500គ្រាប់បាល់ទៅយើងវាយបញ្ចូលចំនួន500គ្រាប់បាល់ទៅគឺវាលុបសញ្ញាគ្រីសឲ្យហើយបើយើងធ្វើគ្រប់កិច្ចការអស់ហើយគេនឹងដាក់អក្សរមកពាក្យថា promote ហើយអ្នកនរគ្នាយើងគ្រាន់តែចុចពាក្យថា promote ហ្នឹងទៅគឺវាបានហើយវីដេអូមានតែប៉ុណ្្នឹងទេសូមចុច subscribe channel របស់ខ្ញុំអ្នកមួយផងបាយបាយ